ខេត្តបន្ទាយមានជ័យត្រៀមរៀបចំមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ2025-2026ចំនួន8មណ្ឌលគណៈកម្មការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុបនៅក្នុងខេត្តបន្ទាយមានជ័យបានរៀបចំប្លង់មណ្ឌលប្រឡងរួចរាល់សម្រាប់សម័យប្រឡងថ្ងៃទី10ខែសីហា2026ដើម្បីធានាសំណើការប្រឡងប្រព្រឹត្តទៅដោយរលូនប្រកបដោយតម្លាភាពយុត្តិធម៌និងស្របតាមបទបញ្ញត្តិរបស់ក្រសួងអប់រំយុវជននិងកីឡាយោងតាមការរៀបចំមណ្ឌលប្រឡងក្នុងខេត្តបន្ទាយមានជ័យមានសរុប8មណ្ឌលដែលមាន266បន្ទប់ប្រឡងក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន3មណ្ឌលសរុប69បន្ទប់វិទ្យាសាស្ត្រសង្គមមាន5មណ្ឌលសរុប197បន្ទប់ការរៀបចំមណ្ឌលប្រឡងនិងបន្ទប់ប្រឡងនេះគឺជាផ្នែកមួយនៃការត្រៀមលក្ខណៈបច្ចេកទេសនិងរដ្ឋបាលដើម្បីធានាឲ្យដំណើរការប្រឡងប្រព្រឹត្តទៅដោយសណ្ដាប់ធ្នាប់សុវត្ថិភាពតម្លាភាពនិងភាពជឿជាក់ស្របតាមគោលការណ៍អ្នកចេះគឺជាប់មន្ទីរអប់រំយុវជននិងកីឡាខេត្តបន្ទាយមានជ័យក៏បានត្រៀមសហការជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធដើម្បីគ្រប់គ្រងដល់ដំណើរការប្រឡងឲ្យប្រព្រឹត្តទៅដោយជោគជ័យនិងផ្ដល់នូវបរិយាកាសល្អប្រសើរសម្រាប់បេក្ខជនទាំងអស់